bạn số đấy bộ mà bộ nọ này bạn trong trong video mới ní cứ nhầm trong thưa cả bà hán rồi có chạy đầm lấy bộ mà bộ nọ này để tôi能biết rồi có thì cho từ setup một như mấy đại dương ở trong thà content monetization hay bộ mà bộ dương thị trấn cần hao thà xì ẩm giờ hay phải ní cứ nhầm từตัวbạn xì ẩm nó ngày ngày nắng giờ hay phải ní cứ nhầm lên ở admin khai đấy chẳng nhầm lên original content hay phải ní cứจะphải mua để mình bánh há tay nhầm từตัวbạn xì ẩm chẳng nhầm nên thưa cả setup hay xem bộ mà bộ đầm mình đầm cả trong thưa cả và cả account PayPal ประกาศ account Payoneer ដើម្បីយកទៅធ្វើការ set up ជាមួយនឹង Facebook យ៉ាតែតមកខ្ញុំបានគឺខ្ញុំទទួលធ្វើហើយសម្រាប់បងប្អូនដែលមានតម្រូវការចង់ធ្វើការវិជាតែ account TikTok ក្រៅប្រទេសយកទៅ post មេតិកាផ្សេងៗយ៉ាគឺតែតមកខ្ញុំគឺខ្ញុំមានអូខេអញ្ចឹងយើងចូលមក topic យើងវិញមកអានេះគឺជា admin អញ្ចឹងខ្ញុំចូលមកកាន់កន្លែង profile ឬក៏អង់គ្លេសហៅថា account កន្លែងសញ្ញា profile យកតោះមិនសូមចូលមកកាន់ page របស់ខ្ញុំនេះ page របស់ខ្ញុំគឺឈ្មោះរបស់ខ្ញុំហ្នឹងឯងយកហើយបងប្អូនមើលទៅនេះគឺ page របស់ខ្ញុំគឺយើង original content របស់ខ្ញុំទេយកអញ្ចឹងខ្ញុំសូមចូលមកកាន់កន្លែង option meta business shoot យកចឹងបន្ទាប់ពីយើងចូលមកដល់កន្លែងហ្នឹងយើងចូលមកកន្លែង option monetization យកកន្លែងនេះគឺវាប្រាប់យើង unlock new ways to earn from Facebook ចឹងមានន័យថាយើងចូលទៅ set up មុខងារហ្នឹងទៅយើងនឹងអាចរកលុយជាមួយក្រុមហ៊ុន Facebook បានអញ្ចឹងកុំឲ្យផាត់ពេកយើងចូលមកកាន់កន្លែង option monetization យក let's go បន្ទាប់មកគឺបងប្អូនឃើញ page របស់ខ្ញុំគឺមានបញ្ហាវាដាក់ថា action required អញ្ចឹងខ្ញុំសូមចូលមកកន្លែង C details ដើម្បីបង្ហាញយកអូខេអញ្ចឹងយើងមើលទៅវាដាក់ថា your ability to earn is limited because Sonangson isn't following our partner monetization policy អញ្ចឹងវាចាប់កំហុសយើងហើយអញ្ចឹងយើងមានកំហុសវាចាប់បានគឺវាជាប់យ៉ាងហ្នឹងនេះកំហុសរបស់យើងគឺ unoriginal content មានន័យថាយើងផុសមាតិកាដែលពាក់ព័ន្ធមិនមែនជាកម្មសិទ្ធិរបស់យើងអញ្ចឹងអត់បញ្ហាទេយើង go back មកយើងចូលមកកន្លែង overview នេះមកកន្លែងសញ្ញានាឡិកាហ្នឹងមកយើងទាញមកក្រុមមកប្រាវមកបន្ទាប់មកយើងមើលកន្លែង tools to drive មានន័យថាមុខងារដែលយើងយកមកធ្វើការសាកល្បងរកលុយអញ្ចឹងអញ្ចឹងយើងឃើញកន្លែងថា content monetization អញ្ចឹងកន្លែងសូមបើកវងចរតិចសម្រាប់បងប្អូនដែលមានតម្រូវការចង់ធ្វើការបង្កើត account PayPal បង្កើត account Payoneer ដើម្បីយក set up ជាមួយ Facebook set up ជាមួយ TikTok អីយើងអាចទៅមកខ្ញុំបានគឺខ្ញុំទទួលបង្កើត PayPal account ហើយនឹងPayoneer account ហើយមានការទទួលខុសត្រូវជាក់លាក់អញ្ចឹងបងប្អូនអាចទៅមកហើយសម្រាប់បងប្អូនដែលមានតម្រូវការចង់ធ្វើការវិជាទិញ account TikTok ក្រៅប្រទេសយកទៅបង្ហោះមេតិកាផ្សេងៗដើម្បីរកលុយអីយើងអាចទៅមកខ្ញុំបានគឺខ្ញុំមានលក់ហើយសម្រាប់បងប្អូនដែលមានតម្រូវការចង់ធ្វើការវិជាទិញ account Facebook ក្រៅប្រទេសដូចជានៅអាមេរិកនៅអីយើងអាចទៅមកខ្ញុំគឺខ្ញុំមានលក់ទៀត account ចាស់ឆ្នាំចាស់ខែមានការទទួលខុសត្រូវច្បាស់លាស់ហើយសម្រាប់បងប្អូនដែលមានតម្រូវការចង់ធ្វើការវិជាទិញ VPS យកទៅចាប់ទីតាំងនៅក្រៅប្រទេសតកតមកទៀតគឺខ្ញុំមានលក់ទៀត Now go back to our topic អញ្ចឹងយើងចូលមកដល់កន្លែង overview យើងចូលមកកន្លែងនេះចុចយក get started នេះក៏បានឬក៏យើងចូលមកកន្លែងមុខងារហ្នឹងតែម្ដងក៏បានដែរកន្លែង content monetization ចុចយកមកតមកទៀតយើងចូលមកកាន់កន្លែង get started នេះក៏បានដែរអញ្ចឹងយើងចូលកន្លែងហ្នឹងក៏បានយើងចូលកន្លែង overview ហើយចុចយក sorry ចុចយកកន្លែង get started នេះក៏បានដែរអញ្ចឹងអត់ទេខ្ញុំចូលមកកន្លែង content monetization ហើយបន្តមកខ្ញុំសូមចុចយក get started ហើយបញ្ជាក់តើតើនឹងការ set up ព័ត៌មានផ្ទាល់ខ្លួនរបស់យើងគឺយើងដាក់ឲ្យពិតប្រាកដឲ្យជាក់លាក់ដោយឯកសារដែលអត្តសញ្ញាណប័ណ្ណ bank ធនាគារឬក៏ bank ដែលយើងយកមក set up អីក៏ដោយគឺយើងប្រើ bank ជាក់លាក់របស់យើង bank ដែលមានឈ្មោះឬក៏ទិន្នន័យរបស់យើងអញ្ចឹងឧទាហរណ៍ PayPal គឺជា PayPal ដែលយើងដាក់ព័ត៌មានរបស់យើងពិតប្រាកដឧទាហរណ៍ថា Payoneer យើងដាក់ប្រើ Payoneer ដែលជា bank ដែលមានឈ្មោះរបស់យើងពិតប្រាកដជាក់លាក់អញ្ចឹងកុំប្រើការទិញ account PayPal ពីគេកុំប្រើការទិញ Payoneer account ពីគេដែលគេបង្កើតលក់គេមិនដាក់ឈ្មោះរបស់យើងគេដាក់ទិន្នន័យផ្សេងៗហ្នឹងគឺបញ្ហានៅពេលដែលយើងចូលទៅ verify document គឺវាអត់ accept ទេវាអត់ approve ទេនៅពេលដែលយើងមានបញ្ហាហ្នឹងហើយមានបញ្ហាផ្សេងៗទៀតដែលយើងត្រូវដោះស្រាយជាមួយនឹងទិន្នន័យឯកសារផ្ទាល់ខ្លួនរបស់យើងអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនធ្វើអីក៏ដោយគឺដាក់ព័ត៌មានពិតជាក់លាក់របស់ផ្ទាល់ខ្លួនរបស់ខ្លួនឯងតែម្ដងអញ្ចឹងវាមាន2 step ដែលយើងត្រូវឆ្លងកាត់ step 1 គឺ agree to terms and conditions អញ្ចឹងយើងចុចយកកន្លែង review terms តោះមកយើងមានពេលអានក៏អានទៅតែខ្ញុំអត់អានទេច្រើនណាscroll down មកទាញមកក្រោមមកតមកទៀតគឺយើងចុចយក agree to terms គឺវា agree ឲ្យដល់ហើយ complete ខ្ញុំសូមធ្វើការ set up ជាមួយនឹង payout account អញ្ចឹងចូលមកកាន់ដំណាក់កាលទី2គឺ set up payout account អញ្ចឹងចុចយកកន្លែង option set up account មកតមកទៀតគឺយើងអត់ធ្វើអីទេចុចយក next សម្រាប់បងប្អូនដែលអត់មាន payout គឺអាចចុចយក create new business មកគឺវាឲ្យយើងបំពេញឈ្មោះថ្ងៃខែឆ្នាំកណ្ដាលហើយនឹងប្រទេសអញ្ចឹងហើយនឹងតើតើនឹងកងធនាគារលេខធនាគារអញ្ចឹងតែសម្រាប់ខ្ញុំគឺខ្ញុំអត់បង្កើតថ្មីទេព្រោះខ្ញុំមានច្រើនហើយ payout របស់ខ្ញុំសូមចុចយក option payout account តមកគឺមាន3គឺមាន3អញ្ចឹងខ្ញុំរើសមួយណាក៏បាន payout របស់ខ្ញុំទាំង3នេះគឺស្អាតទាំងអស់អញ្ចឹងខ្ញុំសូមយកឥឡូវវាចុះខ្ញុំធ្វើអីដែលងាយព្រោះខ្ញុំមានស្រាប់ហើយអញ្ចឹងខ្ញុំមិនចាំបាច់បង្កើតទេអញ្ចឹងសូមចុចយក next
យើងធ្វើការរងចាំតិចមកឃើញគឺលឿនអត់មានអីត្រូវបំពេញទេដោយសារតែយើងមាន payout ហើយ CF យើងធ្វើការ set up ពីមុនហើយ CF អញ្ចឹងយើងប្រើតែ payout តែមួយទៅអូខេហើយបញ្ជាក់បងប្អូនដែលអត់មាន payout បង្កើត payout ថ្មីសូមបង្កើតដោយយកចិត្តទុកដាក់ព័ត៌មានពិតធនាគារពិតដែលយើងមាននៅក្នុងដៃតែហាមដែលធនាគារខ្មែរយើងប្រយ័ត្នដាច់ប្រទេសឬក៏មានបញ្ហាព្រោះមានបញ្ហាច្រើនមែនតើនៅពេលដែលយើងខ្ញុំមិនដែលប្រើធនាគាររបស់ខ្មែរយើងទេសម្រាប់ការ set up ជាមួយនឹង Facebook គឺខ្ញុំប្រើធនាគារថៃខ្ញុំប្រើ Payoneer ហើយនិង PayPal អញ្ចឹងបន្ទាប់មកខ្ញុំសូមចុចយក Attack Info សម្រាប់អ្នក set up អីថ្មីអីអាចទៅមើលវីដេអូចាស់របស់យើងដែលទំរបស់ខ្ញុំដែលទំ update ឬក៏មើលរបស់បងប្អូនយើងផ្សេងទៅចាំសម្រាប់ចិត្តធ្វើការ set up ប្រយ័ត្នមានបញ្ហា disable payout ឬក៏ restrict payout អីយើងអត់ដឹងទេអញ្ចឹងព្រោះឥឡូវយើងតឹងយើងមកអូខេបន្ទាប់មកយើងចុចយក continue មកហើយការ set up payout មានស្រាប់នេះគឺងាយស្រួលអត់មានអីពិបាកទេគឺលឿនមែនតើអញ្ចឹងយើងយក no មកហើយកន្លែងយក no ដែរមកយកចុច next មកហើយកន្លែងនេះយើងរើសប្រទេសយើងដាក់ប្រទេសថៃយកប្រទេសថៃនេះថៃយើងយកហ្នឹង Thailand តោះយើងចុចយក next ចុច next ទៀតមកចុច next ទៀតយក country ចុចយក Thai ទៀតមកនេះ Thai យក next ទៀតមកយកអូខេ scroll មកប្រាវមក certify ដែរយើងដាក់ឈ្មោះយើងមកអូខេឈ្មោះរបស់ខ្ញុំទេចុច next ទៀតមកជោគជ័យអត់ដែលឃើញ W8 W8 bank គឺ Y transfer ហ្នឹង outside អាមេរិកតោះចុចយក submit form អូខេចុចយកដានមកចុចយកដាននេះមកអូខេអញ្ចឹងបន្ទាប់ពីខ្ញុំ refresh មកប្រាវគឺពុកមកឃើញលទ្ធផលគឺចេញអញ្ចឹងអូខេអញ្ចឹងការ set up ជាមួយនឹង CM ដែលមាន payout CF គឺងាយអត់មានពិបាកទេតែសម្រាប់ payout ថ្មីគឺខ្ញុំជិះក្បាលបន្តិចព្រោះវាទាមទារប្រទេសទាមទារអីញ៉ៃពេញហ្នឹងតែសម្រាប់ខ្ញុំគឺអត់អីទេខ្ញុំមាន CF អញ្ចឹងគឺងាយទេអញ្ចឹងយើងចូលមកមើលកន្លែង content monetization ម្ដងទៀតយើងគឺគ្រីហ្នឹងនេះគ្រីអញ្ចឹងចាំមើលយើងជាប់ UC គេឥឡូវយើងចូលមកកន្លែង policy issue មកYou are able to earn money but may be at risk for monetization restrict វាថាអ្នកឯងអាចរកលុយបានប៉ុន្តែក៏នៅមានបញ្ហាមួយចំនួនឥឡូវយើងចូលមកកន្លែង monetization tool មកយើងមើលយើងរកលុយបានមួយមុខងារខ្លះអញ្ចឹងយើងអាចរកលុយបានជាមួយនឹង star on star ហើយចាប់ផ្សេងចូលមើលទាំងអស់វាប្រាប់ឲ្យយើងរកអីខ្លះ You can't earn money but you can អានេះ but you can ឥឡូវយើងមើលនេះមានន័យថាយើងអាចរកលុយជាមួយនឹងវីដេអូហើយនឹង post រូបភាពហើយនឹង post artboard ហើយនឹង post story ដោយសារតែមុខងារ reel គឺវាជាប់ UC អញ្ចឹងនៅសល់មុខងារវីដេអូហើយនឹងមុខងារ image ហើយនឹងមុខងារ text គឺយើងរកបានតែសម្រាប់មុខងារ reel គឺវាជាប់ UC ហើយប៉ុន្តែខ្ញុំគិតថាដល់ពេលដែលខ្ញុំ post original រហូតទៅមុខងារ reel នេះគឺនឹងវាមកវិញឃើញទេវាថា you can't earn money from your reels but អញ្ចឹងយើងអាចរកជាមួយនឹងវីដេអូរកជាមួយនឹងការ post រូបភាពរកជាមួយនឹងការ post artboard ហើយនឹងការ post story ឥឡូវយើងចូលមកមើល overview យើងចូលមក view page eligibility យើងដាច់ប្រទេសអត់ទេមើលគឺអត់ដាច់ប្រទេសទេនេះ page admin ខ្មែរភេករបស់ខ្ញុំ admin ខ្មែរខ្ញុំ for original អូខេយើង view tool មកដើម្បីមើលឲ្យដិតដល់លេខមកនៅជាប់ unoriginal អូខេអញ្ចឹងគេឃើញគេដាក់ថា you can earn money from view on eligible public story យើងអាចរកលុយជាមួយ story ហើយយើងថែមទៀតគេគឺថែម story មកអា story នេះវាទៅតែ update ទេព្រោះ page ខ្ញុំពីច្រើនវាទៅតែ update ឲ្យរកទេអូខេអញ្ចឹងតើតើនឹងការ set up CM គឺងាយទេអត់មានអីពិបាកទេបើសិនជាពុកម៉ែបងប្អូនមាន admin payout ហើយ CF ទី1ហើយទី2បើសិនជាពុកម៉ែបងប្អូនថ្មីបង្កើត payout ថ្មីសូមធ្វើការដាក់ព័ត៌មានជាក់លាក់តើជាក់លាក់ប្រទេសណាប្រទេសហ្នឹងទៅអញ្ចឹងបែងប្រទេសណាគឺព័ត៌មានត្រូវប្រទេសហ្នឹងទាំងអស់អញ្ចឹងជាក់លាក់ទាំងអស់ហើយការប្រើប្រាស់ PayPal ការប្រើប្រាស់ Payoneer អីគឺយើងត្រូវតែប្រើលក្ខណៈព័ត៌មានផ្ទាល់ខ្លួនរបស់យើងដូចខ្ញុំនិយាយអញ្ចឹងដល់ពេលដែលយើងមានបញ្ហា verify document គឺយើងត្រូវការឯកសារពិតឯកសារជាក់លាក់អញ្ចឹងណាហើយសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការចង់ធ្វើការបង្កើត account PayPal យើងអាចតទៅខ្ញុំបានគឺខ្ញុំទទួលបង្កើតប្រភេទ personal account ហើយសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការចង់ធ្វើការបង្កើត account Payoneer account គឺខ្ញុំទទួលបង្កើតគឺយើងដាក់ព័ត៌មានពិតប្រាកដយើងដាក់ព័ត៌មានធនាគារខ្មែរយើងអាចយក set up ជាមួយនឹង Facebook បានទទួលលុយបានអញ្ចឹងសូម្បីខ្ញុំបច្ចុប្បន្នក៏ខ្ញុំប្រើដែរជាមួយនឹង Payoneer ខ្ញុំទទួលលុយពី Facebook បានធម្មតាហើយសម្រាប់បងប្អូនដែលមានតម្រូវការចង់ធ្វើការជាទិញ account TikTok ក្រៅប្រទេសយកទៅផុសមាតិកាផ្សេងៗគឺខ្ញុំមានលក់ហើយខ្ញុំមានលក់ account Facebook ក្រៅប្រទេសទៀតអញ្ចឹងណាអាចទៅមកបានហើយក៏មានលក់ VPN ដែរអញ្ចឹងវីដេអូខ្ញុំមានការចែករំលែកនឹងបង្ហាញប៉ុណ្្នឹងទេតើតើនឹងការ set up ជាមួយនឹងមុខងារ content monetization ហើយវាជា page នេះគឺខ្ញុំលេង admin ខ្មែរទេ page ខ្មែរទេហើយជាប់ UC តែ real ទេតែមុខងារផ្សេងៗគឺខ្ញុំរកបានធម្មតាបើសិនជាមានអ្នកមើលច្រើនអ្នកគាំទ្រច្រើនអូខេសូមអរគុណជួបខ្ញុំបាទនៅវីដេអូក្រោយទៀត Bye see you next videos Thanks for watching. Subscribe for more.